បាទជម្រាបសួរបងប្អូនទាំងអស់គ្នានៅក្នុងបណ្ដាញសង្គម YouTube សូមស្វាគមន៍មកកាន់ Channel ព័ត៌មានរបស់ខ្ញុំបាទហើយថ្ងៃនេះយើងមានព័ត៌មាននៅខាងក្រៅប្រទេសម្ដងព័ត៌មាននេះរៀងជាលក្ខណៈព័ត៌មានរៀងប្លែកដែរហើយព័ត៌មាននេះបានដកស្រង់ចេញពីគេហទំព័រ khmerload.com ហើយចំណងជើងនៃអត្ថបទនេះគឺមានចំណងជើងថាប្តីប្រពន្ធចំណាស់នេះប្រាប់ថាបើចង់ស្រឡាញ់គ្នាបានយូរគឺត្រូវតែគេបាទឥឡូវចាំតាមទាំងអស់គ្នាកាលពីពេលថ្មីកន្លងទៅនេះលោកតាលោកយាយមួយគូដែលជាប្តីប្រពន្ធនឹងគ្នាអស់រយៈពេល75ឆ្នាំបានទម្លាយស្អាតកំបាំងមួយទៅលើបណ្ដាញសង្គមអ៊ីនធឺណិតដែលជួយធ្វើឲ្យពួកគាត់ទាំងពីរស្រឡាញ់គ្នាបានយូរអង្វែងជាស្ដេចលោកយាយ Josephine និងលោកតា Alfred មានអាយុ100ឆ្នាំហើយដែលលោកទាំងពីរបានជួបគ្នាដំបូងនៅផាប់មួយកន្លែងនិងបានរៀបការជាមួយគ្នាតាំងពីថ្ងៃទី5ខែមេសាឆ្នាំ1947មកម្លេះហើយបើទោះជាយ៉ាងណាក៏ដោយសប្តាហ៍ថ្ងៃនេះលោកតា Alfred មានផាសុកភាពយ៉ាងមាំមួនដែលគាត់តែងតែចូលចិត្តទទួលទានស្រាវីស្គីជារៀងរាល់ថ្ងៃជាមួយនឹងអាហារថ្ងៃត្រង់ផងដែរខណៈរស់នៅក្នុងមជ្ឈមណ្ឌលថែទាំមនុស្សចាស់មួយកន្លែងនៅទីក្រុង Nottingham នៃប្រទេសអង់គ្លេសយ៉ាងណាមិញចំពោះអាកំបាំងដែលធ្វើឲ្យលោកតាលោកយាយនៅជាមួយគ្នានិងស្រឡាញ់គ្នាយ៉ាងលោកល្អមកដល់ថ្ងៃនេះគឺពួកគាត់ទាំងពីរឆ្លោះប្រកែកគ្នាជារៀងរាល់ថ្ងៃហើយពួកគាត់ទាំងពីរជឿជាក់ថាការឆ្លោះប្រកែកគ្នាជារៀងរាល់ថ្ងៃពីរឿងនេះទៅរឿងនោះកាន់តែធ្វើឲ្យទំនាក់ទំនងរវាងពួកគាត់ស្និទ្ធស្នាលថែមមួយកម្រិតទៀតបាទព័ត៌មានដូចជាបញ្ចប់ត្រឹមនេះហើយបងប្អូនកុំភ្លេចចង់បានស្នេហាយូរអង្វែងកុំភ្លេចឆ្លោះគ្នាជាប្រចាំទៅហ្នឹងហើយអាចនឹងឆ្លៃបានយូរនេះខ្ញុំដកស្រង់សម្ដីលោកតាដែលគាត់បានណែនាំឲ្យពួកយើងធ្វើអញ្ចឹងណាតែអាហ្នឹងយ៉ាងជាក់ស្ដែងចាំមើលតាមនឹងទៀតអញ្ចឹងណាបាទពេលនេះយើងជាបញ្ចប់ត្រឹមហ្នឹងហើយបាទហើយបងប្អូនកុំភ្លេចជួយ Subscribe ម្នាក់មួយផងបាទដើម្បីទទួលបានព័ត៌មានថ្មីហើយខ្ញុំបាទសូមអរគុណសូមជម្រាបលាបងប្អូនទាំងអស់គ្នាបាទ